បើសិនបើខ្ញុំមកបានដាក់កូនខ្ញុំចូលរៀននេះឥឡូវហ្នឹងប្រហែលជាខ្ញុំមកបានឃើញអាទិដ្ឋភាពបែបហ្នឹងឯងបងប្អូនទាំងអស់គ្នាខ្ញុំតែងតែបារម្ភមុនរហូតតែជាក់ស្ដែងអាលទ្ធផលហ្នឹងវាដូចអ្វីដែលខ្ញុំបារម្ភទេអញ្ចឹងបានថាយើងកុំខ្លាចនឹងការធ្វើអ្វីដែលថ្មីដូចខ្ញុំអញ្ចឹងពេលដែលមុនសម្រាប់ចិត្តដាក់កូនខ្ញុំចូលរៀនហ្នឹងខ្ញុំសេតខ្លាំងមែនតើព្រោះគិតថាកូនយើងនៅទូចមួយហ្នឹងទៅតែ3ឆ្នាំជាងឲ្យគាត់ទៅរៀនមិនគាត់ធ្លាប់តែនៅជាមួយនឹងយើងអីរហូតអញ្ចឹងណាតែមានណាកូនធ្លាប់តែគេងដល់ម៉ោង8 9ដល់ពេលដាស់គាត់ត្រឹមម៉ោង6កន្លះអីគាត់ឡើងសហការក្នុងការទៅរៀនរបស់គាត់ហ្មងឥឡូវនេះគាត់ចូលរៀនបានប្រហែលខ្ទង់4ថ្ងៃទេទៅហ៊ានផុសវីដេអូហ្នឹងតែឃើញកូនប្លែកមែនតើទៅស្លាអីអញ្ចឹងគាត់ចេះញ៉ាំចំណីអាហារខ្លួនឯងព្រោះអីនៅផ្ទះគាត់ពឹងតែលើដោះគោឲ្យចំណីតើយើងបញ្ចុកតិចតួចបានគាត់ញ៉ាំអញ្ចឹងណាហើយមកពីរៀនវិញចេះជំរាបសួរចេះអីយើងទៀតហើយដឹងទូនាទីណាអាកិច្ចការផ្ទះអ្នកគ្រូដាក់ឲ្យពីសាលាមកទៅធ្វើនៅផ្ទះហ្នឹងមកដល់ភ្លាមគេចេះបោកសំភៅចាត់ចែងធ្វើកិច្ចការខ្លួនឯងអត់យល់เลยណាចេះសួរយើងហើយចេះឡើងសរសេរលើក្តារខៀនទៀតនិយាយទៅខ្ញុំនៅថ្មីរហូតហ្មងហាអញមានកូនទៅរៀនណានិយាយទៅកូន2នៅថ្មីរហូតហ្មងណា